បាទសួស្តីប្រិមត្តរបស់ DJ ណានាទាំងអស់គ្នាដែលកំពុងតែទស្សនាជាមួយនឹង Facebook Page របស់ DJ ណានា Tip ក៏ដូចជាកំពុងតែ share បន្តអញ្ចឹងណាថ្ងៃនេះខ្ញុំបាទយ៉ាដូមានអារម្មណ៍ថាសប្បាយចិត្តមែនតើដែលបានមកជួបបងណានាតតែម្ដងព្រោះថាអាដោធ្លាប់តែធ្វើជា fan ផងបងបាទថ្ងៃនេះអរេបងក៏ពិត fan មែនតែចិត្តមើលវីដេអូផងបងដែលបងផុសមកហើយជាពិសេសឲ្យតែពេលតលេងស្ដាប់ YouTube ផងបងកាលមុនណាបាទព្រោះថាចាប់អារម្មណ៍នៅកំណត់ផងបងមានអារម្មណ៍ថាមានកំណត់ថ្មីថ្មីដើម្បីគិតពិចារណាច្រើនមែនតើថ្ងៃនេះខ្ញុំមានកិត្តិយសឲ្យត្រូវបានសម្ភាសន៍ដោយបរិសង្ហាអរគុណបងស្អាតដូចគ្នាសរសើរគ្នាអីឲ្យមានអ្នកគេស្ដាប់បងបាទយើងលេងទៅឃើញថាអញ្ចឹងថ្ងៃនេះបងប្អូនរបស់យើងដែលកំពុងតែទស្សនាជាមួយវីដេអូនេះផ្ទាល់គាត់នឹងទទួលបានកម្រិតមួយចំនួនដើម្បីទៅគិតពិចារណាប្រហែលជាអ្នកខ្លះអញ្ចឹងទៅអត់ត្រូវជាមួយនឹងរឿងរ៉ាវរបស់គាត់ទេប៉ុន្តែគាត់ប្រកាសជាបានកម្រិតនេះដើម្បីទៅចែករំលែកទៅមិត្តភ័ក្តិផ្សេងៗទៀតព្រោះថាអាចមានមិត្តភ័ក្តិបងប្អូនឬក៏អ្នកផ្សេងអញ្ចឹងគាត់មានបញ្ហាស្នេហាអញ្ចឹងអត់មានអ្នកប្រឹក្សាគាត់អាចបន្តជាអ្នកប្រឹក្សាថាមត្រូវអាចចំនួនតំណែងមកដាណាបាទអត់បញ្ហាបាទគាត់ច្រើនគេថាប្រធានបទរបស់យើងនៅពេលនេះគឺនិយាយតទៅជាមួយនឹងការប្រច័ណ្ឌផ្ទាល់តែម្ដងបាទព្រោះថាធ្លាប់មើលខមមិនរបស់Facebook Page របស់បងចេនណាផ្ទាល់តែម្ដងឃើញមានអ្នកខមមិនច្រើនមែនតើហើយខ្ញុំចាប់អារម្មណ៍ជាមួយនឹងរឿងមួយណាគឺការប្រច័ណ្ឌរបស់គូស្វាមីភរិយាមួយគូដែលគាត់ការហើយគាត់មានកូនម្នាក់ហើយគាត់ស្រឡាញ់គ្នាមែនតើលោកអើនជាមួយនឹងស្នេហារបស់គាត់ណាប៉ុន្តែដោយសារតែខាងប្រុសស្វាមីនេះគាត់មានមិត្តភ័ក្តិម្នាក់ដែលមិត្តភ័ក្តិហ្នឹងតាមពី high school ម៉េចព្រោះតែជាមួយខ្ញុំតាមពីវិទ្យាល័យគេស្នេហ៍បែបអត់រមួតតែម្ដងណាជាមួយគ្នាបានប្រសិទ្ធនាជាមួយគ្នាតែម្ដងហើយសំបីតាពេលដែលមិត្តភ័ក្តិស្រីរបស់គេហ្នឹងទៅនៅអាមេរិកក៏គេនៅតែតាក់ទងគ្នាដែរឆាតជាមួយគ្នារាល់ថ្ងៃ Facebook ជាមួយគ្នារាល់ថ្ងៃអញ្ចឹងណាធ្វើឲ្យខាងប្រពន្ធមានអារម្មណ៍ថាប្រច័ណ្ឌចា៎ទោះបីជាប្រពន្ធនឹងដឹងថាគេគ្រាន់តែរាប់បានគ្នាក៏ដោយរហូតដល់ថ្នាក់ដែលប្រពន្ធទៅនិយាយលេងជាមួយម្នាក់ស្រីដែលជាមិត្តភ័ក្តិនឹងទៀតប៉ុន្តែនៅតែមានអារម្មណ៍ប្រច័ណ្ឌហើយគាត់បានប្រាប់ថាគាត់អាចបញ្ឈប់អារម្មណ៍នឹងបានទេអញ្ចឹងហើយជាបងជួយប្រាប់ពីវិធីសាស្ត្រតើគាត់គួរតែធ្វើយ៉ាងណាដើម្បីបញ្ឈប់អារម្មណ៍ប្រចាំនេះបានដែរបងមុនឆ្លើយសំណួរគិតរឿងទូទៅសិនទោះបីមិនករណីហ្នឹងធម្មតាមនុស្សយើងដែលស្រឡាញ់គ្នារឿងប្រចាំហ្នឹងបើនិយាយថាមិនប្រចាំសោះគឺប្រហែលជាមិនអាចជឿបានទេវាត្រូវតែមានពេលណាមួយដែលយើងអាចប្រចាំអាចហួងហែងអាចអីចឹងណាព្រោះធម្មតាទូរស័ព្ទយ៉ារ៉ូបើស្រឡាញ់ក៏ខ្លាចបាត់ដែរមិនអញ្ចឹងចាយើងត្រូវប្រយ័ត្នប្រយែងប៉ុន្តែគ្រាន់តែថាជួនកាលអាការប្រយ័ត្នប្រយែងជ្រុលហ្នឹងទៅលើទូរស័ព្ទអត់អីព្រោះទូរស័ព្ទវាអត់ចេះឈឺចាប់វាអត់ចេះតមាត់វាអត់ចេះរករឿងចាក៏ប៉ុន្តែនៅពេលដែលមនុស្សប្រចាំទៅលើមនុស្សហើយបង្ហាញទៅលើការគ្រប់គ្រងប្រយ័ត្នជ្រុលខ្លាំងពេកវាទៅជាប៉ះពាល់អារម្មណ៍ភាគីម្ខាងទៀតការប្រចាំមនុស្សភាគច្រើននិយាយថាមកពីមិនទុកចិត្តដៃគូឧទាហរណ៍ថាបើបងនិងយ៉ារ៉ូជាដៃគូនឹងគ្នាមនុស្សភាគច្រើនយល់ថាបងប្រចាំដោយសារបងមិនទុកចិត្តយ៉ារ៉ូឬយ៉ារ៉ូប្រចាំដោយសារយ៉ារ៉ូមិនទុកចិត្តបងក៏ប៉ុន្តែបើតាមការដែលខ្ញុំឃើញកន្លងមកមនុស្សដែលប្រចាំគឺតាមពិតមិនមែនអត់ទុកចិត្តដៃគូតែម្ខាងឯងគឺអត់ទុកចិត្តខ្លួនឯងណាបាទគឺមានអារម្មណ៍ថាខ្លួនឯងមិនដល់ស្រីម្នាក់ហ្នឹងឯងខ្លួនឯងមិនល្អគ្រប់គ្រាន់ទេអញ្ចឹងបើសិនជាគេឆេតមួយគ្នាតិចគេលួចប្តីយើងបាត់ទៅគាត់អត់មានអារម្មណ៍ថាខ្ញុំជាទំនិញល្អអញ្ចឹងបើទោះបីមានទំនិញចេញថ្មីក៏ទំនិញខ្ញុំល្អជាងគេក៏អត់ទុកចិត្តទៅលើភាពល្អគ្រប់គ្រាន់របស់ខ្លួនឯងណាអញ្ចឹងជាទូទៅបើយើងនិយាយអំពីការប្រច័ណ្ឌកុំភ្លេចថាវាមិនមែនគ្រាន់តែមិនទុកចិត្តដៃគូទេវាជារឿងដែលយើងមិនទុកចិត្តខ្លួនឯងអញ្ចឹងជួនកាលតាមពិតប្តីដែលត្រូវបានប្រពន្ធប្រចាំហ្នឹងគួរតែជាអ្នកដែលជួយប្រពន្ធវិញក៏អាចថាបានដែរអញ្ចឹងអាហ្នឹងទីមួយបើយើងជាប្តីប្រពន្ធនឹងគ្នាហើយយើងត្រូវនិយាយគ្នាពីព្រោះនៅក្នុងសាច់រឿងមួយចំនួនដែលបងថតជួបកន្លងមកគឺគាត់អត់និយាយគ្នាគាត់ទៅលួចមើលទូរស័ព្ទគ្នាអញ្ចឹងគាត់ទៅលួចមើលហើយគាត់ទៅគួយរនឹកមើល password Facebook ហ្នឹងស្អីគេឬក៏គាត់ដឹង password គ្នាអញ្ចឹងគាត់ឆែកឆេរមើលអញ្ចឹងណាតាមពិតយើងចង់ដឹងការពិតយើងគួរតែនិយាយគ្នាហើយម្យ៉ាងយើងរៀបការមានកូនបានន័យថាយើងមិនមែនស្នេហាភ្លើងចម្បាំងទៅមានមកហើយយើងមានចេតនាមានអីហើយយើងនិយាយគ្នាទៅយើងប្រាប់ប្តីយើងថាយើងមានអារម្មណ៍ម៉េចប្តីយើងគាត់នឹងច្រើនតែឆ្លើយថាអូនឯងគិតច្រើនណាអូនឯងកុំខ្វល់អីជាមួយជាពីណាសម្រាប់បរោះប្រើពាក្យនឹងចេះតែបានហើយក៏ប៉ុន្តែសុំទោសអ្នកណាជួលឲ្យយើងមានប្រវត្តិខូចមកច្រើនពេកធ្វើអីបើទោះបីជាប្តីម្នាក់ហ្នឹងមិនមែនជាអ្នកខូចទេក៏ប៉ុន្តែស្អីដូចពួកខ្ញុំលឺអារឿងផាត់ក្បត់ដែលមនុស្សប្រុសធ្វើនឹងវាច្រើនដូច្នេះតែកាលណាធម្មតាឧទាហរណ៍ថាយើងលឺថាចោលឆក់ក្នុងទូរស័ព្ទនៅពេញមានច្រើនណាអញ្ចឹងតើយើងជិះម៉ូតូតាមផ្លូវយើងក៏ប្រយ័ត្នទូរស័ព្ទយើងដែរទោះបីជាយើងមិនធ្លាប់បានត្រូវគេលួចក៏ដោយអញ្ចឹងទីមួយចង់ឬមិនចង់បរិបទយើងក៏ត្រូវទទួលស្គាល់ការពិតថាបើនិយាយពីក្នុងប្រវត្តិសាស្ត្រមនុស្សមកយើងក៏ខុសមកច្រើនយើងក្បត់ច្រើនយើងមានស្រីមានអីចឹងណាមិនទាំងអស់ទេដល់ពេលអញ្ចឹងទៅការដែលប្រពន្ធគាត់មានអារម្មណ៍អញ្ចឹងយើងក៏ត្រូវតែយល់ចិត្តគាត់ដែរថាគាត់មិនមែននៅសុកយល់អារម្មណ៍អញ្ចឹងទេហើយបើចែកដល់ណាប្រពន្ធនឹងមានមិត្តភក្តិដែលមិត្តភក្តិស្រីនឹងត្រូវបានប្តីទៅក្បត់អីទៀតរឹតទៅអញ្ចឹងទៀតហើយអញ្ចឹងទីមួយខ្ញុំសង្ឃឹមថាបងគួរតែបញ្យល់ប្រាប់ប្តីខ្លួនឯងអំពីអារម្មណ៍របស់ខ្លួនឯងថាយើងមានអារម្មណ៍ម៉េចនៅពេលដែលគាត់
ឆេតមួយគ្នាអីចឹងណាជំនួយការទៅលួចមើលទូរស័ព្ទគាត់យើងប្រាប់គាត់តាមត្រង់ថាយើងអត់សប្បាយចិត្តទេយើងមានអារម្មណ៍ថាហួងហែងហើយយើងក៏យល់ថាគាត់ត្រូវជាមិត្តភក្តិបរិសុទ្ធគាត់ត្រូវតែយល់ដែរថាហេតុអីបានជាមនុស្សស្រីមានអារម្មណ៍អញ្ចឹងព្រោះយើងត្រូវគិតថាយើងគិតមើលថាយើងជាបរិសុទ្ធវិញបើយើងធ្លាប់ឃើញស្រីស្រីក្បត់ច្រើនយើងក៏ត្រូវតែមានកូនចិត្តសង្ស័យខ្លះហើយនៅពេលដែលយើងមានទំនាក់ទំនងអញ្ចឹងទី1ត្រូវនិយាយគ្នាទី2ភាគីម្ខាងត្រូវយកចិត្តយើងទៅដាក់ចិត្តគេយកចិត្តគេមកដាក់ចិត្តយើងទី3ប្តីណាឬក៏អ្នកដែលត្រូវបានគេប្រច័ណ្ឌអាចជួយអ្នកដែលប្រច័ណ្ឌគេបានតាមរយៈបើសិនជាយ៉ារ៉ូនឹងបងនិយាយសងសាគ្នាបងប្រច័ណ្ឌយ៉ារ៉ូអាចជួយបងបានតាមរយៈយ៉ារ៉ូមួយថ្ងៃធ្វើយ៉ាងណាឲ្យបងមានអារម្មណ៍ថាបងជាមនុស្សពិសេសដែលបើទោះបីជាយើងនិយាយមួយស្រីផ្សេងឆែតមួយស្រីផ្សេងក៏ដោយនឹងគ្មានស្រីផ្សេងណាពិសេសស្មើនឹងអ្នកដែលយើងកំពុងតែរស់នៅជាមួយអញ្ចឹងជាទូទៅពាក្យបងស្រឡាញ់អូនជាប្រចាំការទិញកាដូឲ្យភរិយានៅថ្ងៃពិសេសការដែលយើងពេលប្រពន្ធយើងធ្វើម្ហូបឆ្ងាញ់ក៏ដោយមិនឆ្ងាញ់ក៏ដោយអូប្រពន្ធបងធ្វើម្ហូបឆ្ងាញ់ណាស់ផ្អែមល្ហែមទាំងអស់ហ្នឹងវាធ្វើមនុស្សស្រីជួយឲ្យមនុស្សស្រីហ្នឹងគាត់យល់ថាក្នុងកែវភ្នែកស្វាមីគាត់ជាទេពអប្សរគាត់ជារឿងដែលល្អបំផុតអញ្ចឹងវាធ្វើឲ្យមានទំនុកចិត្តលើខ្លួនឯងហើយពេលដែលគាត់មានទំនុកចិត្តលើខ្លួនឯងគាត់នឹងមិនខៀខាំងអីណាព្រោះគាត់ដឹងថាទោះបីជាមានស្រីផ្សេងឆែតជាមួយប៉ុណ្ណាក៏ដោយក៏ស្វាមីហ្នឹងនៅតែជាមនុស្សដែលស្រឡាញ់គាត់ដែរអញ្ចឹងទៅទៅវាទាមទារការជជែកគ្នាប៉ុន្តែមួយទៀតវាទាមទារភាគីម្ខាងទៀតឲ្យជួយដែរបាទចុះបងវិញតើតើជាមួយនឹងការជជែកគ្នាផ្ទាល់តែម្ដងព្រោះថាប្រហែលជាបងប្អូនមួយចំនួនក៏ដូចជាខាងស្វាមីគាត់ពិបាកបញ្យល់ក៏មិនចុះបញ្ចោឲ្យខាងស្រីគាត់ជឿទុកចិត្តទាំងស្រុងណាបាទធម្មតានិយាយគ្នាដូចបងនិយាយមិនដឹងអញ្ចឹងថាខាងប្តីហ្នឹងកុំខាងអនឡាញកុំគិតច្រើនពេកតែអាពាក្យទាំងអស់នេះបើសិនជាខាងស្រីឮហើយគាត់អាចគិតថាវាគ្រាន់តែជាពាក្យសម្ដីប៉ុន្តែវាមិនមែនជាការបញ្ចុះបញ្ចោឲ្យគាត់អស់ចិត្តណាបងលើសពីហ្នឹងទៀតណាស្រីនៅពេលដែលឮប្រពន្ធនិយាយថាអនឡាញកុំគិតច្រើនពេកគិតច្រើនលើសដើមហ្នឹងហើយវាអាចអញ្ចឹងវិញបងអត់និយាយមិនសូវទេអាចនិយាយគិតច្រើនលើសហើយជាបងជួយរកវិធីសាស្ត្រដើម្បីឲ្យខាងប្រុសគាត់ស្រួលក្នុងការនិយាយហើយឲ្យខាងស្រីគាត់ជឿទៀតបងស្នេហាឬសេចក្តីស្រឡាញ់សម្រាប់ខ្ញុំវាជាកិរិយាសព្ទវាមិនមែននាមបានន័យថាវាត្រូវការអំពើតែពិតខ្ញុំមិនដឹងថាវេយ្យាករណ៍មែនតើនឹងនាមវេយ្យាករណ៍កិរិយាសព្ទតែបើនិយាយប្រៀបធៀបវាជាកិរិយាសព្ទវាជាអំពើវាត្រូវការសកម្មភាពអញ្ចឹងយើងនិយាយថាអូនឯងកុំគិតច្រើនពេកមនុស្សស្រីគេនៅតែគិតចឹងតែជាពិសេសបើសិនជាមនុស្សស្រីនឹងអត់មានការងារធ្វើគាត់ជាស្ត្រីមេផ្ទះគាត់គិតកាន់តែច្រើនគាត់កាន់តែទលេគាត់កាន់តែគិតច្រើនអញ្ចឹងសម្រាប់ខ្ញុំអ្វីដែលស្វាមីអាចធ្វើបានគឺទីមួយខ្ញុំយល់ថាបើយើងមានសិទ្ធិមិនខ្លាចភ្លើងហើយខ្ញុំជឿថាខ្ញុំទទួលស្គាល់ថាមនុស្សយើងម្នាក់ត្រូវតែមានសិទ្ធិឯកជនរៀងៗខ្លួនថាយើងមិនគួរឆែកទូរស័ព្ទគ្នាទៅវិញទៅមកណាតែបើយើងមានសិទ្ធិមិនខ្លាចភ្លើងយើងបែរប្រពន្ធយើងឆែកយើងក៏ថាអូខេបងឯងមិនជឿអូនឯងអាចមើលបានទី1ទី2ខ្ញុំធ្លាប់ឆែតទៅបងប្រុសម្នាក់ដែលបងប្រុសហ្នឹងពីមុនមកយើងអាចធ្លាប់មានទំនាក់ទំនងសាសនាអញ្ចឹងតែគាត់មានភរិយាអញ្ចឹងនៅពេលដែលខ្ញុំឆែតទៅគាត់អញ្ចឹងខ្ញុំប្រើពាក្យថា5សួរសុខទុក្ខបងស្រីផងហើយអញ្ចឹងខាងស្វាមីហ្នឹងគាត់អត់មានចៅប្រពន្ធគាត់ឆែកទេគាត់ស្រីប្រាប់ប្រពន្ធគាត់ថាអូនណា5ជំរាបសួរផងអញ្ចឹងណាពេលអញ្ចឹងទៅវាមិនមែនរឿងលួចលាក់ធម្មតាមនុស្សស្រីតាមប្រចាំតាមហួងហែងឬក៏មនុស្សប្រុសតាមស្រឡាញ់តាមប្រចាំហួងហែងដោយសារវាអត់ដឹងថាគេនិយាយគ្នាហ្នឹងគេនិយាយអីហ្នឹងហើយអញ្ចឹងបើសិនជាយើងបើកចំហគ្រប់គ្រាន់ខាងស្វាមីហ្នឹងគួរតែអាចបើកចំហដែរមិនមែនឲ្យគាត់អានគ្រប់ប្រយោគទាំងអស់ហ្នឹងណាប៉ុន្តែគួរតែព្យាយាមផ្សារទំនាក់ទំនងរបស់មនុស្សដែលយើងជាមិត្តភក្តិហ្នឹងមកជាមួយនឹងប្រពន្ធយើងដែរជាទូទៅដល់ពេលដែលយើងជាប្តីប្រពន្ធនឹងគ្នាវាលែងជាមិត្តភក្តិអូនឯងហើយនឹងមិត្តភក្តិបងហើយវាខ្លាចទៅជាមិត្តភក្តិយើងចាអញ្ចឹងឧទាហរណ៍ថាខ្ញុំនឹងមិត្តប្រុសខ្ញុំអញ្ចឹងមិត្តភក្តិគាត់ក៏ខ្លាចទៅជាមិត្តភក្តិខ្ញុំមិត្តភក្តិខ្ញុំក៏ខ្លាចទៅជាមិត្តភក្តិគាត់អញ្ចឹងដល់ពេលអញ្ចឹងទៅវាទៅជាមិត្តភក្តិទាំងអស់វាអត់មែនជារឿងលួចលាក់មានអីទាំងអស់រឿងដែលសំខាន់បំផុតសម្រាប់មនុស្សស្រីក៏ដោយមនុស្សប្រុសក៏ដោយដែលប្រច័ណ្ឌណាប្រច័ណ្ឌមិនមែនជារឿងខុសទេទាំងខ្ញុំទាំងគេអូបើថាឃើញគេដុកគ្នាវិញពិបាកចិត្តដូចតែគ្នានឹងឯងក៏ប៉ុន្តែប្រច័ណ្ឌវាជារឿងនៅក្នុងចិត្តរឿងដែលសំខាន់បំផុតគឺនៅពេលដែលយើងប្រច័ណ្ឌហើយយើងធ្វើអីបើយើងប្រច័ណ្ឌហើយយើងឆែកទូរស័ព្ទគេគឺយើងរំលោភសិទ្ធិគេបើយើងប្រច័ណ្ឌហើយយើងទៅស្ដីឲ្យទៅមួម៉ៅទៅធ្វើមុខញើដាក់ប្តីយើងអានឹងអត់ធ្វើឲ្យប្តីយើងស្រឡាញ់យើងជាងមុនទេវាអត់ខុសទេប៉ុន្តែវាអត់ធ្វើឲ្យប្តីយើងស្រឡាញ់យើងជាងមុនទេផ្ទុយទៅវិញវាមានតិចជាងមុនអញ្ចឹងសម្រាប់ខ្ញុំបញ្ជាក់ដល់ទៀតថាស្រឡាញ់ប្រច័ណ្ឌមិនមែនជារឿងខុសទេរឿងដែលសំខាន់បំផុតគឺយើងត្រូវដឹងថាសិទ្ធិយើងមានត្រឹមណាព្រោះយើងមិនចង់ឲ្យគេរំលោភសិទ្ធិយើងក៏មិនគួររំលោភសិទ្ធិគេដែរហើយបើទោះបីយើងជាប្តីប្រពន្ធក៏ដោយមនុស្សម្នាក់ត្រូវតែមានសិទ្ធិនៅក្នុងការរាប់អានមនុស្សដែលគេពេញចិត្តខ្ញុំឧទាហរណ៍សាមញ្ញមិត្តប្រុសខ្ញុំមានមិត្តភក្តិស្រីម្នាក់ដែលមិត្តភក្តិស្រីម្នាក់ហ្នឹងខ្ញុំមិនថាមិនចូលចិត្តទេឆ្លោះមួយខ្ញុំកាលនៅរៀនមហាវិទ្យាល័យទេចាក៏ប៉ុន្តែចែកដនអីគេជាមិត្តភក្តិស្និទ្ធស្នាលរបស់
một bỏ nhung thế mấy chẳng bóng bên chẳng ở đang thằng mấy cái đó lấy nhiều khi rồi nhóm tại sao là nhóm ở sơi cho chân lật qua thì chứ nhóm ở chứ ưu tiên họ thành lỡ kia từ nhắm sụp mũi kia chứ nhóm còn là xong thay nhóm mình từ trời thay nhóm mình ai từ snap một nè năm ba này bộ nhóm ở trôi chân quạt còn mình tái nhưng mà đại ham khoan mình nói mình bỏ nhóm từ bộ cái chữ mất phép kì như ta ham khoan kì mấy cả đó đây nhóm trong bởi nhóm gì mất phép giờ đó nhóm trong thì nhau mày giờ đó xong sai dương một khoan ở đây dương một khoan chấn sầm đẹp nhóm vô tha nhóm biên sách này không ca bạn để sai mình rock an mình nè nứng còn mình tái nhưng mà đại bằng khom mình đưa để nhóm sẵn lánh mình ao xem cùng mình nè nó để sao thì nhưng mình trôiចិត្តmình nè nó người đang សំខាន់ bắt tôi nhóm tụcចិត្តបិទប្ររបស់ខ្លួនឯងហើយខ្ញុំអត់ចង់លូបសិតគេពួកដែនកំណត់ខ្ញុំchỉសង្សារវាមានតែត្រឹមហ្នឹងបាទតែបងយើងស្រឡាញ់គ្នាជាមួយនឹងសង្សាររបស់យើងគួរតែស្ដាប់បើសិនជាសង្សារយើងអត់ពេញចិត្តអញ្ចឹងយើងគួរតែឈប់អបអានតែមានន័យដូចជាខាងប្រិយប្រពន្ធរបស់គាត់អញ្ចឹងបើគេនៅស្រុកក្រៅអញ្ចឹងហេតុអីព្រមឈប់អបអានតែបើសិនជាប្រិយប្រពន្ធអត់គាត់អត់ត្រូវគ្នាដោយសារតែរឿងហ្នឹងអញ្ចឹងណាបើក្នុងករណីហ្នឹងមានតែយកប្តីទៅនៅក្នុងកោះកោះដែលអត់មានមនុស្សម្នាមានមនុស្សស្រីអញ្ចឹងណាពួកមនុស្សយើងមានមិត្តហើយមនុស្សយើងមានអ្វីដែលធ្វើឲ្យខ្លួនឯងខ្លាយជាខ្លួនឯងខ្ញុំឧទាហរណ៍ខ្ញុំចូលចិត្តរំអូខេដូច្នេះទូសង្សារខ្ញុំពេញចិត្តទៅដែរមិនពេញចិត្តក៏ដោយខ្ញុំមិនអាចឈប់រំបានហើយខ្ញុំគិតថានៅពេលដែលយើងស្រឡាញ់គ្នាណាយើងគួរតែបើកចិត្តទលាយគ្រប់គ្រាន់នៅក្នុងការទទួលយកភាពអវិជ្ជមានរបស់មនុស្សម្នាក់ទៀតអញ្ចឹងសម្រាប់ខ្ញុំការដែលមិត្តប្រុសខ្ញុំខ្សែគប់អ្នកស្រីហ្នឹងសម្រាប់ខ្ញុំជារឿងអវិជ្ជមានក៏ប៉ុន្តែមិត្តប្រុសខ្ញុំមានអ្វីដែលល្អជាងនឹងឆ្ងាយអញ្ចឹងអវិជ្ជមានខ្លះវាមានចេះតែមានណាដឹងថាមកយើងឲ្យតែគេល្អអត់ខ្ចោះមិនកើតអញ្ចឹងសម្រាប់ខ្ញុំគិតថាយើងមិនគួរលះបង់មិត្តភ័ក្តិមិនគួរលះបង់អត្តសញ្ញាណរបស់ខ្លួនឯងដើម្បីតម្រូវចិត្តម្នាក់ទៀតទេផ្ទុយទៅវិញម្នាក់ទៀតគួរតែបើកចំហចិត្តឲ្យជាងនឹងតិចខ្ញុំគិតថាឧទាហរណ៍មួយចុងក្រោយដែលល្អបំផុតរវាងមនុស្សប្រុសនិងមនុស្សស្រីណាគឺខ្ញុំគិតថាពេលខ្លះមនុស្សស្រីយើងហេតុអីបានជាមនុស្សស្រីយើងចំណាយពេលតែងខ្លួនទៅញ៉ាំការច្រើនជាងមនុស្សប្រុសហើយមិនមែនចំណាយពេលគុណ2ឬក៏គុណ4គុណ5អីប្រុសតែងខ្លួន10នាទីស្រីតែងខ្លួន6ម៉ោងមូលហេតុស្រីមើលកញ្ចក់ច្រើនពេកហើយមើលកញ្ចក់ច្រើនពេកមើលរកកំហុសអញ្ចឹងបើសិនជាយើងស្រឡាញ់គ្នាឧទាហរណ៍ថាមិត្តប្រុសខ្ញុំមានមិត្តភក្តិម្នាក់ដែលខ្ញុំមិនពេញចិត្តដែលខ្ញុំអត់ចូលចិត្តអញ្ចឹងខ្ញុំអត់មើលអាហ្នឹងខ្ញុំអត់មើលទេខ្ញុំទុកឲ្យវាទៅយ៉ាងចោលខ្ញុំខ្ជិលមើលតែកាលណាមើលគឺអាហ្នឹងជាកំហុសហើយអញ្ចឹងបើសិនជាមិនធ្វើវីដេអូនេះផ្លិចទាំងចាំថាគាត់មានមិត្តភក្តិដែលខ្ញុំមិនចូលចិត្តហ្នឹងអញ្ចឹងយូរទៅបើមនុស្សស្រីណាយើងជាមនុស្សស្រឡាញ់គ្នាជាប្តីប្រពន្ធនឹងគ្នាបើយើងមើលកំហុសប្រកាសជាឃើញតានី100លើ100ស្អីក៏ដោយប្រុសក៏ដោយអញ្ចឹងបើយើងមើលទៅលើប្តីយើងថាតើយើងមើលអីយើងមើលកំហុសគាត់ឬក៏យើងមើលអ្វីដែលគាត់ល្អអញ្ចឹងកំហុសមួយចំនួនដែលយើងយល់ថាកំហុសម្នាក់ទៀតក៏អត់យល់ថាកំហុសព្រោះគាត់នឹងអបអានទៅវិញទៅមកអញ្ចឹងយើងជាសម័យខ្លួនយើងត្រូវតែមានចិត្តទលាយគ្រប់គ្រាន់នៅក្នុងការទទួលយកការពិតថាប្តីយើងសង្សារយើងគាត់មានភាពអវិជ្ជមានប៉ុណ្ណឹងសំណួរសួរថាតើភាពអវិជ្ជមានប៉ុណ្ណឹងវាធំជាងសេចក្តីស្រឡាញ់ដែលយើងមានឲ្យគ្នាដែរអត់អញ្ចឹងបើដូចខ្ញុំត្បិតតែមិត្តរបស់ខ្ញុំមានមិត្តភក្តិដែលគាត់មិនចូលចិត្តប៉ុន្តែអាកំហុសប៉ុណ្ណឹងណាវាលុបមិនបាត់សេចក្តីស្រឡាញ់ឬអំពើល្អដែលគាត់មាននេះបាទវិសាចុងក្រោយរបស់ខ្ញុំអូខេបាទអរគុណច្រើនចាសសង្ឃឹមថាបងស្រីបន្ទាប់ពីបានទស្សនាវីដេអូនេះហើយនឹងទទួលបានកំណត់មួយចំនួនដើម្បីទៅគិតពិចារណាក៏ដូចជាធ្វើការសម្រេចចិត្តផងដែរបាទជួបជាមួយនឹងបងប្អូនអរគ្នានៅវីដេអូជាបន្តទៀតនៅពេលនេះខ្ញុំបាទយ៉ារ៉ូនាងខ្ញុំណាណាសូមអរគុណសូមជម្រាបលាបាយបាយ